nhầm ấy hồi giờ ngành ớt ngành ớt lại mới ជំរាបសួរក៏ដូចជាអរុនសួស្ដីពុកម៉ែបងប្អូនពីខាង Sweden ទៅខណៈពេលនេះពួកខ្ញុំកំពុងតែនៅតាមដងផ្លូវឆ្ពោះទៅកាន់ប្រទេស Sweden ហើយនៅតាមដងផ្លូវនេះដែរគឺមានទេសភាពស្អាតនិងមេឃបើកថ្ងៃល្អតោះចង់ដឹងអត់ថានៅ Sweden ហើយនិង Norway មានលក្ខណៈខុសគ្នាយ៉ាងម៉េចខ្លះផ្ទះហើយនឹងសីតុណ្ហភាពជាមួយនឹងទេសភាពបើចង់ដឹងសូមទស្សនាវីដេអូនេះទាំងអស់គ្នាពីផ្ទះរបស់ខ្ញុំទៅ Sweden មានរយៈចម្ងាយ454គីឡូម៉ែត្រយើងប្រើរយៈពេល7ម៉ោងក្នុងការបើកឡានទៅប្រទេស Sweden ក្នុងការធ្វើដំណើរនេះដែរពួកខ្ញុំមានឆ្លងកាត់សាឡាងហើយឆ្លងកាត់ស្ពាននិងឆ្លងកាត់ផ្លូវរូងភ្នំនិងរូងបាតសមុទ្រផងដែរ nhầm ấy hồi giờ ngành ớt ngành ớt lại mới បន្ទាប់ពីជិះសាឡាងមួយស្របក់យើងក៏បន្តទៅមុខទៀតចំណែកនេះគឺជាផ្លូវក្រោមរូងភ្នំនៅតាមដងផ្លូវសម្បូរទៅដោយផ្កាស្មៅកំពុងតែរីកស្គុះស្គាយពេញនឹងតែម្ដងការដែលពុកម៉ែបងប្អូនឃើញនៅតាមដងផ្លូវពណ៌លឿងហ្នឹងជាភាសាណូវេគេហៅថាលើវឋានហើយចំណែកឯខ្មែរយើងវិញគេហៅថាផ្កាធ្មេញតោចំពោះផ្កាធ្មេញតោនេះដែរយើងអាចយកវាទៅធ្វើតែឬក៏ស្លម្ជូរគ្រឿងក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនបើកបានប្រហែលជាពាក់កណ្ដាលផ្លូវយើងក៏ឈប់ដើម្បីឲ្យកូនគាត់សម្រួលអិរិយាបថក៏ដូចជាងើបគូតចេញពីកៅអីនេះគឺជាផ្សារព្រំប្រទល់របស់ Sweden ហើយនិង Norway តែផ្សារនេះគឺជាផ្សាររបស់ Sweden ប្រជាជន Norway ចូលចិត្តមកផ្សារព្រំប្រទល់នេះដើម្បីទិញអីវ៉ាន់ដោយសារនៅផ្សារនេះវាមានតម្លៃធូរថ្លៃជាងនៅប្រទេស Norway សាច់និងភេសជ្ជៈនៅ Sweden មានតម្លៃធូរថ្លៃជាងនៅ Norway ច្រើនខ្លាំងមែនទែនចំពោះឯអាកាសធាតុនៅ Sweden វិញគឺក្តៅជាងនៅប្រទេស Norway ដោយសារនៅ Sweden គឺមិនសូវសម្បូរភ្នំដូចជានៅប្រទេស Norway នោះឡើយនៅ Sweden នេះដែរគឺសម្បូរទៅដោយដីរាបចំណែកឯនៅ Norway សម្បូរទៅដោយដីទីទួលនិងទឹកសមុទ្រម៉ោង 20:56 នាទីត្រូវជាម៉ោង 8:56 នាទីល្ងាចខណៈពេលនេះមេឃក៏មិនទាន់ងងឹតនៅឡើយទេមិនថានៅ Norway ឬក៏ Sweden ទេឲ្យតែចិត្តដល់រដូវក្តៅគឺមេឃងងឹតនៅប្រហែលជាម៉ោង 11 យប់មកមើលកន្លែងគេងរបស់ពួកខ្ញុំវិញកន្លែងគេងរបស់ពួកខ្ញុំឈ្មោះថា Camping Plus ហើយគឺជាកន្លែងដែលគេចូលចិត្តគេងនៅរដូវក្តៅកន្លែងគេងដែលពួកខ្ញុំគេងនេះគឺគេសាងសង់តូចច្រឡឹងសម្រាប់លក្ខណៈគ្រួសារឬក៏លក្ខណៈសង្សារអញ្ចឹងទៅ Camping នេះដែរមិនត្រឹមមានតែជាលក្ខណៈបន្ទប់គេងនោះទេគឺយើងអាចបើសិនជាយើងមានឡានលក្ខណៈជាបន្ទប់គេងអាចមកចតនៅទីនេះបានដោយប្រើអេឡិចត្រូនិកឬក៏អគ្គិសនីរបស់គេហើយយើងបង់លុយឲ្យគេតោះយើងចូលទៅមើលខាងក្នុងមានអីគេខ្លះគឺមានគ្រែចំនួន4តូចដែលគេដាក់មានដូចជាពូកហើយនឹងខ្នើយឲ្យតែយើងត្រូវយកស្រោមខ្នើយហើយនឹងពូកមកពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន